ពុជាធ្វើការតវ៉ាជំទាស់ជាផ្លូវការថ្មីទៀតប្រឆាំងនឹងសកម្មភាពឈ្លានពាននិងការកាន់កាប់ទឹកដីដោយខុសច្បាប់របស់កងកម្លាំងបណ្ដាប្រវត្តិថៃបន្ទាប់ពីបទឈប់បាញ់នៅតាមទីតាំងមួយចំនួនក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី17ខែមីនាបានអះអាងថាកម្ពុជាបានធ្វើការតវ៉ាជំទាស់ជាផ្លូវការមួយទៀតប្រឆាំងនឹងសកម្មភាពឈ្លានពាននិងការកាន់កាប់ទឹកដីដោយខុសច្បាប់ជាបន្តបន្ទាប់ដែលជាការរំលោភលើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជាដែលធ្វើឡើងដោយកងកម្លាំងបណ្ដាប្រវត្តិថៃបន្ទាប់ពីបទឈប់បាញ់នៅថ្ងៃទី27ខែធ្នូឆ្នាំ2025នៅតាមតំបន់ទីតាំងមួយចំនួនដូចខាងក្រោមទី1នៅតំបន់ភូមិអាគ្នេយ៍នៃប្រាសាទតាមាន់ធំខេត្តឧត្តរមានជ័យកងកម្លាំងបណ្ដាប្រវត្តិថៃបានប្រើប្រាស់គ្រឿងចាក់ធុនធ្ងន់ជីកកាយដីនិងសាងសង់លក្ខដ្ឋានបេតុងថ្មីមួយបន្ថែមទៀតចំណុចទី2នៅតំបន់មុំ3ខេត្តព្រះវិហារម្ដុំភ្នំ469កងកម្លាំងបណ្ដាប្រវត្តិថៃបានធ្វើសកម្មភាពឈូសឆាយដីសាងសង់ផ្លូវនិងរចនាសម្ព័ន្ធអចិន្ត្រៃយ៍មួយចំនួនរួមទាំងរូបសំណាកព្រះពុទ្ធផងដែរទី3នៅភូមិថ្មដូនស្រុកបន្ទាយអំបិលខេត្តឧត្តរមានជ័យកងកម្លាំងបណ្ដាប្រវត្តិថៃបានធ្វើសកម្មភាពឈូសឆាយដីនិងសាងសង់ផ្លូវព្រមទាំងរចនាសម្ព័ន្ធអចិន្ត្រៃយ៍មួយចំនួននៅភាគខាងលិចនៃតំបន់ដំណាក់ស្ដេចទី4នៅតំបន់អានសេះខេត្តព្រះវិហារកងកម្លាំងបណ្ដាអាវុធថៃគឺបានធ្វើសកម្មភាពឈូសឆាយដីសាងសង់ផ្លូវនិងរចនាសម្ព័ន្ធអចិន្ត្រៃយ៍មួយចំនួនព្រមទាំងលើកទង់ជាតិថៃសកម្មភាពស្រដៀងគ្នានេះគឺត្រូវបានគេសង្កេតឃើញកើតមាននៅទីតាំងជាច្រើនរួមទាំងនៅម្ដុំច្រកទ្វារព្រំដែនអន្តរជាតិអានសេះអូបកាស្នេហ៍ភ្នំ677និងភ្នំ500ដែលកងកម្លាំងបណ្ដាអាវុធថៃរួមជាមួយនឹងព្រះសង្ឃថៃបានសាងសង់រូបសំណាកព្រះពុទ្ធមួយអង្គទី5នៅតំបន់តាថៅខេត្តព្រះវិហារកងកម្លាំងបណ្ដាអាវុធថៃគឺបានធ្វើសកម្មភាពឈូសឆាយដីនិងសាងសង់ផ្លូវនិងសំណង់បេតុងអចិន្ត្រៃយ៍មួយចំនួននៅក្នុងដែនអធិបតេយ្យរបស់ប្រទេសកម្ពុជារួមទាំងម្ដុំប្រាសាទដូនតុនភ្នំ505ភ្នំ333និងតំបន់ច្រកតាថៅទី6នៅតំបន់តាសឹមនិងចាក់ច្រែងខេត្តព្រះវិហារកងកម្លាំងបណ្ដាអាវុធថៃបានធ្វើសកម្មភាពឈូសឆាយដីនិងសាងសង់ផ្លូវនិងរចនាសម្ព័ន្ធអចិន្ត្រៃយ៍មួយចំនួនទី7កងកម្លាំងថៃដោយមានជំនួយពីព្រះសង្ឃថៃបានសាងសង់រូបសំណាកព្រះពុទ្ធមួយចំនួននៅទីតាំងផ្សេងៗក្នុងទឹកដីកម្ពុជារួមទាំងតំបន់តាថៅនិងភ្នំទ្រាប់ខេត្តព្រះវិហារតំបន់អូស្មាច់និងប្រាសាទខ្នាតខេត្តឧត្តរមានជ័យតំបន់ទាំងនេះស្ថិតក្នុងដែនអធិបតេយ្យនៃប្រជាជាតិកម្ពុជាទាំងស្រុងដោយដែលបានកំណត់ដោយផែនទីមាត្រដ្ឋាន1លើ200ពាន់របស់គណៈកម្មាធិការព្រំដែនឥណ្ឌូចិនសៀមស្របតាមអនុសញ្ញាបារាំងសៀមឆ្នាំ1904និងសន្ធិសញ្ញាបារាំងសៀមឆ្នាំ1907សកម្មភាពខាងលើគឺជាការរំលោភបន្ថែមទៀតលើមាត្រា5នៃអនុសារណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃប្រជាជាតិកម្ពុជានិងរដ្ឋាភិបាលនៃប្រជាជាតិថៃស្ដីពីការវាស់វែងនិងបបបង្កព្រំដែនដែលបានចុះហត្ថលេខានៅថ្ងៃទី14ខែមិថុនាឆ្នាំ2000ក៏ដូចជាចំណុចទី1វិធានការកាត់បន្ថយភាពតានតឹងនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូទៅ GBC ដែលបានធ្វើឡើងនៅថ្ងៃទី27ខែធ្នូឆ្នាំ2025កម្ពុជាសូមអំពាវនាវឲ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពដែលបានធ្វើឡើងដោយនៅក្នុងតំបន់ដែលបានរៀបរាប់ខាងលើឬនៅតំបន់ផ្សេងទៀតក្រោមកាលៈទេសៈស្រដៀងគ្នាជៀសវាងសកម្មភាពឯកតោភាគីបន្ថែមទៀតនៅក្នុងតំបន់ខាងលើនិងធានានៅការអនុវត្តកិច្ចព្រមព្រៀងនិងការរៀបចំពាក់ព័ន្ធទាំងអស់រវាងប្រទេសទាំងពីរឲ្យបានពេញលេញនិងស្មោះត្រង់ក្នុងគោលបំណងបន្ធូរបន្ថយស្ថានភាពលើកកម្ពស់ការជឿជាក់និងទំនុកចិត្តគ្នាទៅវិញទៅមកព្រមទាំងរក្សាសន្តិភាពស្ថិរភាពនិងភាពជាអ្នកជិតខាងដ៏ល្អតាមបណ្ដោយព្រំដែនកម្ពុជាថៃរាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់សារជាថ្មីនៅការបដិញ្ញាចិត្តដ៏ខ្ជាប់ខ្ជួននិងឥតងាករេរបស់ខ្លួនក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះចំនួនព្រំដែនជាមួយនឹងប្រទេសថៃក៏ដូចជាជាមួយនឹងប្រទេសជិតខាងរបស់ខ្លួនតាមរយៈមធ្យោបាយសន្តិភាពស្របតាមច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងទ្វេភាគីនានាព្រមទាំងបដិញ្ញាចិត្តជាដាច់ខាតចំពោះការប្រកាន់ជំហរជាគោលការណ៍ថាព្រំដែនមិនត្រូវផ្លាស់ប្ដូរដោយកងកម្លាំងឡើយ